ថ្ងៃទី3ខែឧសភាពួកយើងបានធ្វើដំណើរពីខេត្តបាត់ដំបងឆ្ពោះទៅខេត្តពោធិ៍សាត់មុននឹងទៅដល់ក្រុងពោធិ៍សាត់ពួកយើងបានបើករថយន្តឆ្លងកាត់ស្រុកបាកានមានឃុំស្វាយដូនកែវឃុំអូតាប៉ោងនិងឃុំស្នាមព្រះជាដើមពួកយើងមិនភ្លេចចូលទៅរមណីយដ្ឋានលោកតាឃ្លាំងមឿងទេដើម្បីធ្វើការគោរពនិងបួងសួងសុំសេចក្តីសុខសប្បាយក្នុងការធ្វើដំណើរនិងជានិរន្តរ៍ផងហើយខ្ញុំនេះក៏មានអនុស្សាវរីយ៍ខ្លះៗនៅទីនោះលើកយកមកនិយាយជូនបងប្អូនស្ដាប់ដែរនោះគឺកាលពីចំនួនអាខ្មៅពលពតគេហៅស្រុកបាកាននេះថាតំបន់2ម្ដាយឪពុកបងប្អូនខ្ញុំទាំងអស់គ្រួសារប្អូនស្រីលោកពុកខ្ញុំរួមទាំងម្ដាយចិញ្ចឹមខ្ញុំឈ្មោះម៉ៅសារ៉េតនិងកូនប្រុសគាត់ម្នាក់ព្រមទាំងប្រជាជនដទៃទៀតរាប់ពាន់គ្រួសារបានត្រូវគេបញ្ជូនពីខេត្តកំពង់ស្ពឺនិងពីទីក្រុងភ្នំពេញឲ្យមកនៅធ្វើស្រែនៅក្នុងឃុំស្នាមព្រះតំបន់2នេះឯងកាលនោះស្រុកយើងមានព្រៃច្រើនជាងទីវាលគេយកពួកខ្ញុំនិងគ្រួសារខ្មែរទាំងនោះមកបោះចោលក្នុងព្រៃមួយដែលគេហៅថាព្រៃដីក្រហមមួយរយៈពេលធំយ៉ាងហោចណាស់ក៏8ខែដែរទម្រាំតែអង្គការបានរៀបចំប្រជាជនឲ្យរស់នៅតាមកងនានាបានគ្រួសារនីមួយនាំគ្នាចូលទៅក្នុងព្រៃដីក្រហមកាប់ដើមឈើបោចវល្លិកាប់មែកឈើមានស្លឹកមកធ្វើជាចម្រោកជ្រករៀងខ្លួនព្រៃដីក្រហមស្ថិតនៅចំពីមុខភូមិម៉ារ៉ែនព្រៃនោះធំណាស់ទទឹងនឹងបណ្ដោយមានទំហំប្រហាក់ប្រហែលគ្នាគឺថាទទឹងចាប់ផ្ដើមពីប្រហែល800ម៉ែត្រពីថ្នល់ជាតិលេខ5ទៅទល់គ្នានឹងភូមិជើងភ្លើងរីឯបណ្ដោយវិញចាប់ពីប្រហែល200ម៉ែត្រពីភូមិម៉ារ៉ែនរហូតទៅដល់ផ្លូវរទេះគោក្រោយខ្ទមលោកតាឃ្លាំងមឿងតែម្ដងកាលនោះខ្ញុំធ្លាប់បានមកធ្វើការនៅក្នុងភូមិកំពែងស្វាយនេះប្រហែល3ខែដែរជាមួយបងស្រីចដូនមួយម្នាក់ប្រពន្ធបងប្រុសទី2ខ្ញុំម្នាក់ព្រមទាំងមិត្តនារីរួមកងជាង30នាក់ទៀតអង្គការបានដាក់ទិសឲ្យមកធ្វើចំការនៅទីនេះដាំស្ពៃដាំថ្នាំជក់នៅរដូវប្រាំងបន្ទាប់ពីច្រូតស្រូវរួចហើយនាដើមឆ្នាំ1976ខ្ញុំធ្លាប់ដើរកាត់មុខខ្ទមលោកតាឃ្លាំងមឿងជាញឹកញាប់
ធ្លាប់ចូលទៅអង្គុយបន់ស្រន់សុំសេចក្តីសុខសូមឲ្យឆ្លងផុតពីវាលពិឃាតរបស់របបអាវខ្មៅប៉ុលពតឬក៏គ្រាន់តែនិយាយក្នុងអារម្មណ៍របស់ខ្ញុំគ្រប់ពេលដែលខ្ញុំដើរកាត់មុខខ្ទមលោកហើយខ្ញុំតែងតែទទួលអារម្មណ៍ថាដូចជាព្រឺខ្លួនខ្ញាក់ខ្ញាក់បងប្រុសខ្ញុំក៏ធ្លាប់បានដើរកាត់ព្រៃដីក្រហមនេះមកលួចជួបប្រពន្ធគាត់នៅក្រោយខ្ទមលោកតាឃ្លាំងមឿងដែរមិនតែប៉ុណ្ណោះទេនៅមានប្អូនប្រុសពៅខ្ញុំម្នាក់ទៀតក៏ធ្លាប់បានដើរកាត់ព្រៃនេះមករកជួបខ្ញុំដែរហើយគេក៏ធ្លាប់រស់នៅក្នុងព្រៃនេះតែម្នាក់ឯងគត់បន្ទាប់ពីអង្គការបានបញ្ឈប់ប្រជាជនឲ្យឈប់នៅក្នុងព្រៃដីក្រហមបន្តទៀតក្រោយមកអូនប្រុសពៅខ្ញុំក៏បានបាត់ខ្លួនរហូតទៅក៏ព្រោះតែគេបានដើរឆ្លងកាត់ព្រៃដីក្រហមទៅក្រុងពោធិ៍សាត់រកបាយញ៉ាំព្រោះអីគេឃ្លានពេកគេមានអាយុត្រឹមតែ13ឆ្នាំប៉ុណ្ណោះខ្ញុំជឿជាក់ថាបងប្អូនប្រកាសជាបានដឹងនិងយល់ច្បាស់នៅភាពអត់ឃ្លានរបស់ប្រជាជនខ្មែរក្នុងរបបប៉ុលពតក្នុងចន្លោះឆ្នាំ1975ទៅដល់ឆ្នាំ1979ខ្ញុំមានជំនឿថាលោកតាឃ្លាំងមឿងពិតជាមានមហិទ្ធិឫទ្ធិមែនព្រោះថាក្នុងរយៈពេលនោះគ្រប់ពេលដែលខ្ញុំមានរឿងអ្វីក៏ដោយខ្ញុំតែងតែរួចផុតពីទុក្ខទោសទាំងនោះបានគឺដូចជាមានអ្វីមួយមកបន្ទន់ចិត្តពួកខ្មែរក្រហមមិនឲ្យយកចិត្តទុកដាក់និងចាប់កំហុសខ្ញុំប៉ុន្មានទេបន្ទាប់ពីកងទ័ពវៀតណាមមានជ័យជំនះលើកងទ័ពខ្មែរក្រហមនាថ្ងៃទី7ខែមករាឆ្នាំ1979លោកឪពុកអ្នកម្ដាយបងប្អូនមីងមាខ្ញុំរួមទាំងអស់មានគ្នា20នាក់បានស្លាប់ស្ទើរអស់នៅរស់បានត្រឹមតែ5នាក់ប៉ុណ្ណោះហើយសុទ្ធតែស្រីៗទាំងអស់ខ្ទមលោកតាឃ្លាំងមឿងកាលពីជំនាន់នោះចាស់ត្រុតត្រោមនៅក្រោមដើមឈើមួយធំនៅលើដីវាលពេញទៅដោយស្មៅកន្ត្រើយនិងកន្ទ្រាំងបាយសផុតពីដីវាលនឹងទៅមានអូរមួយហើយនៅពីក្រោយខ្ទមមានផ្លូវរទេះគោដែលតភ្ជាប់ពីថ្នល់ជាតិលេខ5មករហូតទៅដល់ភូមិវត្តលួងរីឯគេហដ្ឋានភូមិកំពែងស្វាយស្ថិតនៅខាងជើងឆ្ងាយបន្តិចពីខ្ទមលោកតានិងមានមួយចំនួនទៀតនៅចំពីមុខខ្ទមលោកតាក្រោយមកខាងអូរ
ថតមកជុំសិនអ្នកតាឃ្លាំងមើលឥឡូវនេះអ្វីបានផ្លាស់ប្ដូរអស់រលីងហើយខ្ទមលោកតាឃ្លាំងមើងបានคล้ายទៅជារមណីយដ្ឋានមួយដ៏ស្រស់ស្អាតមានភ្ញៀវទេសចរក្នុងស្រុកក្រៅស្រុកអញ្ជើញមកគោរពសូមសេចក្តីសុខពីលោកតាយ៉ាងកកកផ្លូវរទេះគោក៏បានคล้ายទៅជាផ្លូវរថយន្តរីឯព្រៃដីក្រហមនោះវិញក៏ឈប់មានព្រៃទៀតដែរហើយបានប្រែខ្លួនទៅជាវាលស្រែនិងគេហដ្ឋានរបស់ប្រជាជនទៅវិញនេះក៏ព្រោះតែឃុំស្រុកបានអភិវឌ្ឍអ្នកតាឃ្លាំងមើង ឥ
រឿងនេះខ្ញុំគ្រាន់តែនិយាយសង្ខេបប៉ុណ្ណោះបើបងប្អូនចង់ដឹងរឿងពិតរបស់នាងខ្ញុំដែលធ្លាប់បានរស់នៅក្នុងរបបប៉ុលពតក្នុងស្រុកបាកាននេះបងប្អូនអាចចូលទៅស្រាវជ្រាវនៅលើ YouTube រកជាវសិភៅរឿងពិតជីវិតអ្នកទោសក្នុងគុកឥតជញ្ជាំងពីក្រមដំណើរខ្មែរឬក៏រកជាវនៅតាមបណ្ដាគារនានាក្នុងប្រទេសកម្ពុជាបាន ចេញពីរមណីយដ្ឋានលោកតាឃ្លាំងមឿងនេះទៅពួកយើងបានបើករថយន្តឆ្លងកាត់ទីក្រុងពោធិ៍សាត់ក៏ប៉ុន្តែយើងអត់បានចូលទៅក្នុងក្រុងទេគឺបើកវាងតាមផ្លូវថ្មីដែលស្ថិតនៅខាងជើងក្រុងតាមសង្កាត់ផ្ទះព្រៃសង្កាត់បន្ទាយដីនិងឃុំថ្នោតជុំ ក្នុងរយៈពេលបន្ទាប់សូមអញ្ជើញបងប្អូនទស្សនាដោយរីករាយនិងសុភណភាពនៅតាមដងផ្លូវដ៏ស្រស់ប្រណិតហើយបងប្អូនអាចមានមតិឆ្វេងយល់ទៅតាមអារម្មណ៍រៀងៗខ្លួននិងស្រូបនៅទេសភាពវាលស្រែស្ទឹងដងអូរភ្នំរុក្ខជាតិនានាគេហដ្ឋានតូចធំពុះទាបទាំងឡាយពោរពេញទៅដោយធម្មជាតិពិតៗ ដូចជាស្មៅបុកផាបការព្រៃចោលក្លិនក្រអូបភាយមកប៉ះនេសាយើងស្រាលដែលអាចធ្វើឲ្យយើងបំភ្លេចនៅទុក្ខកង្វល់ខ្លះៗបានមួយគ្រាដែរ ខ
ឥឡូវនេះពេលវេលាបានមកដល់ទីបញ្ចប់ហើយបើសិនបងប្អូនចូលចិត្តវីដេអូនេះមេត្តាជួយចុច like comment ឬ subscribe ឲ្យនាងខ្ញុំផងនាងខ្ញុំសូមថ្លែងអំណរគុណអស់ពីដួងចិត្តហើយម្យ៉ាងវិញទៀតក៏សូមអរគុណផងដែរនៅការតាមដានវីដេអូរបស់នាងខ្ញុំសូមជម្រាបលាមួយគ្រាសិនជួបគ្នានៅពេលក្រោយទៀតជាមួយនឹងវីដេអូថ្មីសូមអរគុណសូមជម្រាបលា